បាទសួស្តីអ្នកទាំងអស់គ្នានិងលោកគ្រូខ្ញុំបាទសុកហើយតំណាងឲ្យក្រុម4ធ្វើការ demo Android application development final project អញ្ចឹង project ដែលពួកយើងយកមកនេះគឺជា project XR List Management System អញ្ចឹងនេះជា agenda នៃការ demo របស់យើងមាន introduction problem solving goal setting target overview project phase រហូតដល់ទី19នឹងចប់អញ្ចឹងក្រុម4យើងមាន5នាក់មានបងបួងលីគាត់ជា project lead ហើយវាចិត្តគាត់ធ្វើទៅលើ system និង back end ខ្ញុំបាទសុកហើយខ្ញុំធ្វើជាតកតងនឹង architect និង front end មានមនីគ្រីស្ណាគាត់ជួយធ្វើ UX UI ហើយគាត់នឹងជួយ review database ដូចគ្នារាយុទ្ធគាត់ធ្វើការ document និង testing នៅពេលដែលយើង build app ហើយអញ្ចឹងចូលមកដល់ introduction អញ្ចឹងHR list system យើងធ្វើសម្រាប់អនុញ្ញាតឲ្យ manager ហើយនិង team របស់គាត់អាច request list ដើម្បីឲ្យ manager គាត់ approve មុននឹងគាត់ឈប់ជំនួសឲ្យយើងការទៅសេกระดาษសៀវភៅអញ្ចឹងបញ្ហាដែល project យើងជួបហើយនឹងដំណោះស្រាយយើងទី1 list ដូចខ្ញុំនិយាយមិញហ្នឹងគឺអត់មានកន្លែងមួយរួមទេនៅពេលដែលយើង request តាមកระดาษអញ្ចឹងនៅក្នុង system យើងអាចនឹងមើលឃើញ team ខ្លួនយើងថាយើងនឹងមាន leave អីខ្លះអញ្ចឹងចូលដល់ goal ហើយនឹង project អញ្ចឹងនៅក្នុង goal របស់យើងមានបែងចែក plan request approve និង report អញ្ចឹងជាដើមឆ្នាំ team គាត់នឹងចាប់ផ្ដើម plan ដើម្បីឈប់នៅពេលដែល plan ហើយ manager គាត់អាចនឹង review ដឹងថា team គាត់ plan ឈប់ថ្ងៃណាខ្លះប៉ុន្តែនៅពេលដែលគាត់មានការឈឺចាំបាច់អីគាត់អាច request ជា sick list បានដោយសារ sick list យើងអាច plan បានទេគាត់អាច approve ឬក៏ reject depend ទៅលើការ conflict នៃ team របស់គាត់អាចមើល report បានដូចគ្នាtarget user របស់យើងមានតែ3ធំទេទី1គឺ employee ធម្មតាដែលគាត់ជាអ្នកដែល request list super user ដូចជា HR admin ឯងគាត់នឹង config policy group អីជាដើម team owner ឬក៏ manager គាត់មានសិទ្ធិលើ employee បន្តិចដើម្បីអាច approve ឬក៏ reject team បានអញ្ចឹងនៅក្នុង app របស់យើងដូចខ្ញុំបង្ហាញមិញដែរគឺមាន administrator ដែលមាន group configuration master data យើងមាន team owner អាច approve reject ដូចគ្នា employee ដូចគ្នាអញ្ចឹង flow ខាងក្រោមនេះក៏ដូចគ្នាទាំងអស់ app feature យើងក៏ដូចគ្នាដែរមាន login យើងប្រើ OAuth បន្តមកទៀតមាន dashboard មាន list request ដែលអាចអនុញ្ញាតឲ្យ request list បាន list plan យើងធ្វើនៅដើមឆ្នាំដើម្បី plan list AI recommend នេះគឺយើង recommend 18ថ្ងៃឬក៏ recommend ទៅតាម list ដែលគាត់មានដើម្បីអាចឲ្យគាត់ select បានបើប៉ុន្តែពេលដែលធ្វើ list plan គាត់អត់ចង់ការរើស schedule ដូចគ្នាយើងឃើញ team យើងឈប់ថ្ងៃណាខ្លះ approval queue នេះនៅពេលដែលយើងជា manager យើងនឹងឃើញ list approval team យើង notification នៅពេលដែលយើង approve reject ឬក៏ team request master data admin នេះសម្រាប់ super user ឬក៏ HR ដែលគាត់ config មាន list policy public holiday ជាដើម profile គ្រប់ user មួយគាត់អាចមើលខ្លួនឯងបាន edit change profile ដូចគ្នាអញ្ចឹងនេះជា project phase របស់យើងមាន phase 1ដល់2 phase 3ដល់7 8ដល់11ដូចគ្នាដែរដើម្បីបញ្ចប់ហ្នឹងអញ្ចឹង team យើង start ធ្វើហើយយើង plan តាម project ហ្នឹងដូចគ្នាមានការ set up environment ចាប់ផ្ដើមរៀប core feature ដើម្បីធ្វើចាប់ផ្ដើមដល់ phase 8នេះយើងធ្វើតាក់ទងនឹង admin បន្តមកទៀតយើងធ្វើ polish UI នៅពេលដែល testing feedback កន្លែងនេះជាការ final ដែលយើង verify bug ហើយអស់ហើយក៏យើង merge ដើម្បី demo នៅក្នុងនេះ technology ដែលយើងប្រើគឺសម្រាប់ Android យើងរើសយកភាសា Kotlin ហើយយើងប្រើ Jet Compose ជាមួយនឹង Material View ហើយ architecture យើងប្រើ MVVM យើងមាន view model state flow state ជាមួយនឹង repository ហើយនឹង Hill ដើម្បីធ្វើ DI injection សម្រាប់ network request យើងប្រើ retrofit ជាមួយនឹងដើម្បីធ្វើការ request navigator យើងប្រើcomposer navigator ដូចគ្នា secure storage សម្រាប់ store JW token back end យើងគឺយើងប្រើ fast API ជាមួយនឹង database PostgreSQL design គឺយើងប្រើជា share មួយនៅពេលដែលយើងចង់ change component អីយើង change កន្លែងតែមួយជា core នេះជា technology ដែលយើងប្រើយើងមានប្រើ Kotlin version 20
2.0.21 Android Gendol 8.13.2 Jet Compose 2024 12.01 Compose Compiler ដូចគ្នាដែរ Material View យើង Y Compose Bomb ដូចគ្នា Hill យើងប្រើ 2.52 KSP យើងប្រើ 2.0.21 នេះដូចគ្នា Navigate Compose យើងប្រើ 2.8.4 Retrofit យើងប្រើ 2.11 OK HTTP យើងប្រើ 4.12.0 Code Link Serialize យើងប្រើ 1.7.3 Code Link Coroutine យើងប្រើ 1.4.0 ដូចគ្នា Android Security Alpha យើងប្រើអានឹងដូចគ្នាយើងមានប្រើ set link នេះដែរដើម្បីធ្វើ QR code យើង 3.2 នេះហើយយើងមានប្រើ unit test mock test អីនេះគឺជា version ដែលយើងបង្ហាញអូខេនេះជាការដែលយើង demo អាទិត្យមុនលោកគ្រូមាន feedback មកពួកយើងដូចជា improve report admin អីហ្នឹងយើងបាន implement ដែរអូខេអញ្ចឹងត្រឡប់មក system architecture វិញគឺយើងប្រើ Android app យើងហ្នឹង Kotlin Compose ដែលយើងបានរៀបរាប់ហើយយើងហៅទៅ backend API របស់យើង Python ហ្នឹង Python យើងគឺហៅទៅ database ដើម្បី store ឬក៏ query data នេះជា screen UI ដែលយើងបាន design គឺយើងប្រើ Compose Material Free ហ្នឹងយើងធ្វើ very simple ដោយសារ app យើងអញ្ចឹងយើង design តាម theme ដែលយើង design ដែរអូខេអញ្ចឹងប៉ុណ្្នេះហើយចប់ខ្ញុំនឹងធ្វើការបង្ហាញ database design ដូចគ្នាគឺយើងមាន theme leaf type user plan policy នេះអញ្ចឹងUML នេះក៏ដូចគ្នាដែរខ្ញុំសូម skip ទៅនេះគឺជា process flow គឺ user យើង request leaf validate check យើង submit នៅក្នុង back end បន្តមកទៀតធ្លាក់នៅក្នុង approve reject នៅលើ team owner ហ្នឹងដូចគ្នានេះជា flow មួយជុំរបស់យើង login ហើយនៅពេលដែលយើង login success គឺនឹងចូល dashboard ហើយនេះជា key tree នៃ project feature របស់យើងដូចគ្នាchallenge សម្រាប់ project យើងគឺយើងមាន recycle នៅក្នុង composer ហ្នឹងអត់មានទេអញ្ចឹងជំនួសឲ្យយើងប្រើ recycle view ដែលជា HTML ហ្នឹងយើងប្រើ lazy column ដូចគ្នា navigate compose ហ្នឹងយើងវាមាន bug នៅពេលដែល multi ផ្សេង duplicate navigator retab loading focus ដូចគ្នាយើង fix ដោយការប្រើ line single top នឹងមានដូចជា team owner នេះ back end យើងអត់បាន return មកទេអញ្ចឹង front end យើងត្រូវធ្វើការ compute ខ្លួនឯងដូចគ្នាkey development ដែលយើងត្រូវការ improve ដូចគ្នានេះមាន localize DB ROM នេះដើម្បី improve catch ជាជាងឲ្យយើង request API រហូត push notification ដោយសារ real time ជាមួយ file by cloud messaging ដូចគ្នាយើងធ្វើ localize ដែលអាច support switch ទៅខ្មែរភាសាចិននៅដូចគ្នា refresh token ក៏ដូចគ្នាហើយ CI/CD pipeline ដើម្បី build ដូចគ្នាអញ្ចឹងមកដល់ log 8 នេះគឺការដល់ demo app មុននឹង demo app ខ្ញុំចង់ចូលមកបង្ហាញសិននេះគឺជា back end ដែលយើងបាន deploy ហើយនៅលើ share hosting សិនគឺ free ទេអញ្ចឹងវារៀង slow បន្តិចនេះជា API ដែល back end យើង return ឲ្យនេះជា admin portal សម្រាប់ admin ដែលយើងអាចចូលទៅ config បានតាម web ក៏បានអូខេអញ្ចឹងត្រឡប់មក app យើងវិញអានេះខ្ញុំ build ហើយអញ្ចឹងទី1ខ្ញុំនឹងបង្ហាញទៅលើ admin ដើម្បីបង្ហាញថា admin គាត់មានអីខ្លះលើapprover និង employee អញ្ចឹងខ្ញុំ log in ចូលទៅនេះគឺជាការផ្ទាំងរបស់ admin គឺគាត់មានឈ្មោះគាត់មាន leave request មាន plan leave ដូចគ្នាមាន available date មានដូចគ្នាមាន leave type ថាគាត់មានជប់ប្រមាណ sick leave ប្រមាណ recommend នេះគឺជា report អញ្ចឹងនេះជា home page dashboard បន្តមកទៀតយើងមាន leave យើងអាច request link ឯណាខ្លះយើងមាន time apply filter trash អីនេះដូចគ្នា calendar នេះគឺជា list នៃ team ដែលយើងឈប់ដោយសារគាត់ជា admin គាត់អត់បានយើងអត់បាន assign team មួយគាត់ទេកន្លែងដែលបង្ហាញ no team នេះអញ្ចឹងគាត់អត់ឃើញទេអញ្ចឹងចូលមកដល់ profile សម្រាប់ admin គាត់មានprofile គាត់ហើយមាន business card setting change password log out ដូចគ្នាប៉ុន្តែសម្រាប់ admin គេមាន special case មួយគឺគេអ្នក config policy public holiday list type ដូចគ្នាអញ្ចឹងខ្ញុំនឹងចូលមក public holiday នេះ edit ឲ្យទាំងអស់គ្នាមើលដើម្បីថាបង្ហាញវាជា group អ
ចឹង in case ថាយើងមាន holiday Christmas នេះយើងពេញអត់ត្រូវយើងចូលមកយើងអាចធ្វើការ update full crude បានអញ្ចឹងបានប្រព័ន្ធនេះអញ្ចឹងខ្ញុំអាចបន្ថែម holiday ថ្មីនៅពេលដែលខ្ញុំជា admin ខ្ញុំអាច select ថ្ងៃ12នេះខ្ញុំដាក់ថា new holiday អញ្ចឹងវានឹងធ្លាក់មកមួយនេះនៅពេលដែលយើងចូលទៅមើលលើ dashboard វានឹងឃើញដូចគ្នាអញ្ចឹងមើលពេលដែលខ្ញុំ config ថានេះខុសខ្ញុំអាចលុបវាបានអញ្ចឹងសម្រាប់ admin គាត់មាន special control នៅលើប៉ុណ្ណឹងអញ្ចឹងយើងត្រឡប់ទៅមក profile ទៀតគឺខ្ញុំនឹង demo ទៅលើ employee ធម្មតាអញ្ចឹងខ្ញុំនឹង demo ទៅលើ account ខ្ញុំអញ្ចឹង role ជា employee គឺគាត់អត់មានសិទ្ធទៅ config admin role នោះទេអញ្ចឹងយើង role របស់យើង manage របៀបហ្នឹងទី2ក៏គាត់អត់មានត្រូវការ set approve ដែរដោយសារគាត់មិនជា team owner ទេអញ្ចឹង employee គាត់អាចបានតែ request leave និង plan leave ទេអញ្ចឹងខ្ញុំនឹងចូលទៅ demo ទៅលើការ request leave អញ្ចឹងខ្ញុំអាចចូលកន្លែងនេះដើម្បីមើល list ខ្ញុំដែលខ្ញុំបាន request ខ្ញុំអាច filter trash pending approve reject បានដូចគ្នាខ្ញុំក៏អាច search ដែរថា list ខ្ញុំមានអីគេខ្លះដោយសារនេះវាជា AL ទាំងអស់អញ្ចឹងវាអត់បានទេអញ្ចឹងខ្ញុំអាច filter យកតា sick list នេះមកអញ្ចឹងវានឹងយកតា sick list ទេអូខេអញ្ចឹងខ្ញុំខ្លីៗខ្ញុំនឹងចូលទៅ request list បន្តមកទៀតខ្ញុំ select ថាខ្ញុំចង់ឈប់ list ធម្មតាឬក៏ sick list អញ្ចឹងឧទាហរណ៍ថាខ្ញុំស្អែកខ្ញុំមានទុរៈរវល់អញ្ចឹងខ្ញុំ select យកថ្ងៃច័ន្ទទី10នេះមកបន្តមកទៀតខ្ញុំឈប់មួយថ្ងៃខ្ញុំឈប់មួយថ្ងៃឬក៏2ថ្ងៃអញ្ចឹងបើសិនជាខ្ញុំឈប់តែមួយថ្ងៃទេខ្ញុំ select ថ្ងៃ11គ្នាមកយើងដាក់ reason ខ្ញុំរវល់ at home អីចឹងទៅបន្តមកទៀតយើងអាច save trash ក៏បានឬក៏ submit ក៏បានអញ្ចឹងខ្ញុំ submit នៅពេលដែល submit គេនឹងធ្លាក់ទៅកាន់ manager យើង pending approval អញ្ចឹងខ្ញុំ back មកវិញអញ្ចឹងប្រព័ន្ធនេះចប់ហើយខ្ញុំនឹងចូលទៅដល់ demo សម្រាប់ជា role manager ក៏ជា approver អញ្ចឹងខ្ញុំ log out អូខេខ្ញុំ log in ជា role manager មិញអញ្ចឹងនៅកន្លែងនេះយើងនឹងឃើញ notification មួយថាសុខហើយបាន request leave ពេលធ្លាក់មកគឺយើងនឹងឃើញថាគាត់ request មក description នៃនេះច្រើនប៉ុន្តែកន្លែងនេះយើងអត់បាន implement approve reject នៅកន្លែងនេះទេនៅ future enhancement យើងនឹង improve កន្លែងហ្នឹងអញ្ចឹងដូចខ្ញុំត្រឡប់មកមិញអញ្ចឹងយើងចូលមក profile ដោយសារគាត់ជា manager មិនជា super admin គាត់អត់មាន set config master data ដូច public holiday ដូចគ្នាអូខេអញ្ចឹងកន្លែងនេះគាត់ឃើញ approval 3ដែលរងចាំគាត់ approve អញ្ចឹងមានខ្ញុំ request sick list ខ្ញុំអាច approve បន្តមកទៀតកន្លែងនេះគាត់អាច reject ក៏បាននៅពេលដែល reject វានឹង pop up ថាតើយើងពិតជាចង់ reject មែនអត់បន្តមកនៅពេលដែលខ្ញុំ reject ប៉ុណ្ណឹងអញ្ចឹងមួយទៀតគាត់យើងចុច calendar នេះមកយើងនឹងឃើញថាថ្ងៃនេះ team យើងមានឈប់កន្លែងណាខ្លះពណ៌លឿងនេះជា public holiday ពណ៌ក្រហមនេះសម្គាល់ team leave ដូចគ្នាយើងអាចមើលមួយខែក៏បានអញ្ចឹងប៉ុណ្ណឹងហើយមួយទៀតយើងមាន report នេះសម្រាប់បង្ហាញថាteam យើងឈប់ប្រមាណអ្នក total request ប្រមាណ pending ប្រមាណ approve យើង approve ប្រមាណយើង reject ប្រមាណ type ឈប់អីគេខ្លះរាយុទ្ធឈប់ថ្ងៃណាខ្លះ until នេះជា report ដែលយើងអាចមើលបានអញ្ចឹងfeature របស់យើងគឺមានប៉ុណ្ណឹងនៅពពួក recommend នេះវាតដែលខ្ញុំអត់នឹង demo ទេអញ្ចឹងនៅវីដេអូក្រោយខ្ញុំនឹង demo ទៅលើ source code របស់យើងចូលមក project របស់យើងគឺកន្លែង code link និង Java នេះយើងមាន category 3 folder មាន core data feature ហើយនិង app man អញ្ចឹងនៅ app កន្លែងនេះជាកន្លែង start application យើងមាន Hill Android បន្តមកទៀតយើងមាន main application នេះជាកន្លែងដែលយើងទៅ say core logic យើងនៅកន្លែងហ្នឹងបន្តមកទៀតយើងមាន design ជា theme មាន lightweight color dark ហ្នឹងបន្តមកទៀតយើងនឹង start ទៅលើ root project នេះ
អញ្ចឹងខ្ញុំចង់ brief demo only អញ្ចឹងនៅក្នុង core នេះជាកន្លែងដែលយើង config core ដែលយើងប្រើមក system ហ្នឹងយើងមាន UI នេះជាកន្លែងដែលយើង share UI សម្រាប់ cross function នៅពេលដែលយើងចង់ change កន្លែងណាមួយយើង change តែកន្លែងហ្នឹងនៅ sim ដូចគ្នា sim ជា color ដែលយើង define core ហ្មងមាន shape មាន padding អីយើងដាក់នៅកន្លែងហ្នឹងអញ្ចឹង sim យើង store core config UI យើង store ជា component រួមនេះអញ្ចឹង storage កន្លែងនេះយើងបង្ហាញសម្រាប់ secure storage ដែលយើងមាន network សម្រាប់ request navigate នេះយើងប្រើសម្រាប់ឆ្លងពី team មួយទៅ team មួយ error កន្លែងនេះយើង handle API error ឲ្យយើងបង្ហាញ message កន្លែងនេះ admin នេះដោយសារយើងបង្ហាញកន្លែងមិញវាដដែលពេកយើងទៅ សេជា core មួយដើម្បី reusable បានអញ្ចឹងត្រឡប់មកទៀតយើងមាន data កន្លែងនេះយើងមាន remote ជាកន្លែងដែលយើងហៅទៅ API អញ្ចឹងយើងប្រើដូចខ្ញុំប្រាប់មិញហ្នឹងគឺយើងប្រើ retrofit អញ្ចឹងយើង define តាម back end នៅកន្លែងនេះបន្តមកទៀតយើងមាន DTO មួយដើម្បីធ្វើជា mapping payload របស់យើង serialize ហ្នឹងដូចគ្នាដែរថានឹង response អីដូចគ្នាបន្តមកទៀតយើងមាន repository ដើម្បីទៅ wrap remote DTO ឯនៅកន្លែងហ្នឹងអញ្ចឹង core logic យើងសរសេរនៅកន្លែងនេះអញ្ចឹង repository យើងនឹងហៅទៅ API ហើយនឹងហៅទៅ DTO យើងដើម្បី map data ហើយបន្តមកទៀតយើងហៅ clear token ឲ្យដូចគ្នាអញ្ចឹងនៅក្នុងនេះយើងមាន feature មួយគាត់ responsible ជា MVP ហ្នឹងគាត់មាន screen ក្នុង screen ហ្នឹងគឺគាត់នឹងទៅ handle ហៅទៅលើ view model នឹងហៅទៅ repository អញ្ចឹង make change យើង make change logic នៅកន្លែងនេះ screen យើងសម្រាប់ render តែ UI only អញ្ចឹងនៅពេលដែលយើងចូលមក repository នេះគាត់នឹងហៅទៅ API ដើម្បី change logic យក data មកហើយយកវាមក render state អីនៅកន្លែងនេះអញ្ចឹងជា overall នេះគឺជា project structure របស់យើង core យើងដាក់ពពួក core សម្រាប់ system data remote នេះគឺជាតាក់ទងនឹង data back end ហៅ API request ដូចគ្នា repository សម្រាប់ wrap ពីលើ feature យើងប្រើសម្រាប់ធ្វើ UI ហើយនិង view model អញ្ចឹងសម្រាប់ demo យើងមានប៉ុណ្ណឹងអរគុណច្រើនលោកគ្រូហើយនិងមិត្តរួមក្រុម